កំហុសដែលត្រូវដៃថ្មីមើលម្ដងនៅពេលចាប់តាមមួយខ្សែ trade គឺឲ្យតែមានលុយគឺដឹងតែចំណេញឯងតែការកាត់ចឹងគឺខុសហើយព្រោះដោយសារក្នុងខ្សែ trade មិនមែនតតែគ្នាមានលុយច្រើនបានចំណេញច្រើនទេចង់តែគ្នាមានលុយរាប់ម៉ឺនរាប់សែនរាប់លានដុល្លារក៏ដោយបើសិនក្នុងករណីថាគ្នាអត់មានជាមួយចំណេះដឹងអត់មានជាមួយយុទ្ធសាស្ត្រឲ្យតែមិនត្រូវទេ10000ដុល្លារ100000ដុល្លារ200000 30 40លានដុល្លារហ្នឹងគឺដាច់ទៅទាំងអស់ Order filled. មុនចាប់តាមវីដេអូអ្នកគួរតែការចុច like subscribe ហើយ follow ទៅជាមួយនឹង Facebook page ខ្ញុំផងដើម្បីទូបានជាមួយនឹង content បែបហ្នឹងបន្ថែមទៀតហើយគ្នាគួរតែការចូលរួមជាមួយនឹង group Telegram ជាមួយនឹង channel Telegram ខ្ញុំផងដើម្បីទូបានជាមួយនឹងព័ត៌មាន update ថ្មីៗទៅជាមួយនឹងការ trade ផ្សេងៗផងខ្ញុំព្រោះសាររយៈនេះខ្ញុំឃើញបងប្អូនយើងផងនៅក្នុង social media គឺច្រើនមែនតើអ្នកខ្លះខាតរហូតដល់រាប់ពាន់អ្នកខ្លះខាតរហូតដល់រាប់ម៉ឺនអញ្ចឹងអានេះវាគឺជាកំហុសមួយដែលគ្នាយើងគិតឲ្យតែមានលុយច្រើនដាក់លុយច្រើនគឺដឹងតែចំណេញឯងសេះដាច់យកសេះតាមអញ្ចឹងទៅប៉ុន្តែគ្នាកុំធ្វើឲ្យផ្សាយនេះដូចជាលបែងបើយើង compare រវាង trading ហើយ gambling គឺវាដូចគ្នាបើសិនបើក្នុងករណីថាគ្នាអត់មានជាមួយនឹងយុទ្ធសាស្ត្រឬក៏ទៅជាមួយចំណេះដឹងទេបើយើងនិយាយទៅជាមួយនឹង gambling គឺលក្ខណៈយើងលេងវាដោយសារតែសំណាងផ្សេងៗចាញ់ឈ្នះគឺវាតែងតែមានទេប៉ុន្តែផ្សាយ trade គឺអត់ទេបើសិនក្នុងករណីថាគ្នាមានជាមួយចំណេះដឹងមានជាមួយជំនាញច្បាស់លាស់មានការគ្រប់គ្រងជាមួយនឹងហានិភ័យតាមត្រូវការ trade របស់គ្នាគឺរលូនទៅជាមួយនឹងការចំណេញហើយការខាតគឺវាតិចជាងការចំណេញហើយបើសិនក្នុងករណីថាគ្នាយើងប្រើវាខុសទៅជាមួយនឹងការ trade របស់យើងចំណេញហើយយើងអត់យកអាផលចំណេញរបស់យើងនឹងយើងធ្វើដូចជា gambling អ្នកគ្នាចង់ចំណេញបាន10000ដុល្លារទៅវិញ20000ដុល្លារអញ្ចឹងទៅចុះផ្សាយ trade គឺវាអត់ងាយស្រួលឲ្យគ្នាយើងគិតទេណានៅក្នុងផ្សាយ trade នេះបបផ្សាយខ្ញុំគឺ6ឆ្នាំហើយអញ្ចឹងទៅជាមួយនឹងអីក៏ដោយក៏ខ្ញុំធ្លាប់ឆ្លងកាត់ធ្លាប់ជួបប្រទេសដែរមិនថាការចំណេញច្រើនឬក៏ការខាតច្រើនទេក៏ខ្ញុំធ្លាប់ទាំងអស់ប៉ុន្តែគឺយើងចេះរបៀបនៃការគ្រប់គ្រងវាមិនឲ្យតែគ្នាយើងមានលុយចេះតែឲ្យលុយគេ trade ឬក៏យើងយកលុយវាមក trade ខ្លួនឯងហើយឲ្យខាតទេលុយគឺសំខាន់ខ្លាំងមែនតើបើសិនជាក្នុងករណីថាគ្នាយើងប្រើវាខុសលុយនឹងគឺទៅអស់ហ្មងអញ្ចឹងពេលខ្លះលុយអាចធ្វើឲ្យគ្រួសារបងប្អូនមិត្តភ័ក្តិបែកបាក់គ្នាបានបើសិនក្នុងករណីថាគ្នាយើងយកវាមកប្រើប្រាស់នៅក្នុងផ្លូវខុសអញ្ចឹងនៅក្នុងខ្សែ trade បើសិនគ្នាយើងចង់ trade ចង់ចំណេញចង់រកជាមួយនឹង income ក្រៅអីគួរតែសិក្សាស្វែងយល់វាបានច្បាស់ហើយដាក់លុយ trade ក្នុងចំនួនមួយដែលវាសមស្របមិនមែនលក្ខណៈថាឲ្យតែថាមានលុយច្រើនមាន10000ដាក់10000យកបណ្ដោយវាក់លុយទេវាក់លុយហ្នឹងថាយើងយកលុយច្រើននេះមក trade ទេវាក់លុយទេកុំធ្វើអញ្ចឹងអីគួរតែសិក្សាស្វែងយល់វាបានច្បាស់ប្រឡូកជាមួយនឹងវាឲ្យទំនួលខុសត្រូវច្បាស់លាស់ហើយទៅជាមួយនឹងការ trade គឺត្រូវតែមានជំនាញពីបានដូចក្នុងសមរភូមិសង្គ្រាមអញ្ចឹងបើសិនក្នុងករណីថាគ្នាយើងអត់ចេះធ្វើសង្គ្រាមសោះធ្វើសង្គ្រាមមួយគេមិនអត់កើតទេត្រូវអត់អញ្ចឹងគួរតែសិក្សាស្វែងយល់រៀនជាមួយនឹងយុទ្ធសាស្ត្រតាមទៅនៅក្នុងសង្គ្រាមបើសិនជាក្នុងករណីថាគ្នាយើងមានជាមួយយុទ្ធសាស្ត្រខ្លាំងមានជាមួយនឹងតបខ្លាំងអ្នកនេះនឹងឈ្នះហើយប៉ុន្តែបើសិនក្នុងករណីថាគ្នាយើងអត់មានជាមួយនឹងយុទ្ធសាស្ត្រឲ្យតាមត្រូវបងចេះតែចូលមានតបចេះតែវាយតបអ្នកនេះខ្លាំងមិនក៏ដោយអត់មានយុទ្ធសាស្ត្រគេពាត់ធ្វើស៊ីបានហើយមានបងប្អូនខ្លះគាត់ឆាកមកញ៉ឹងដើម្បីឲ្យខ្ញុំ trade ឲ្យគាត់ដើម្បី recover account ផ្សេងៗមានច្រើនមែនតើអត់ខំ20 30នាក់ទេប៉ុន្តែខ្ញុំអត់ទទួលដាច់ខាតដោយសារតែលុយរបស់គេខ្ញុំអត់ប៉ះពាល់ទេដោយសារតែវាគឺជាការ rest fund នេះគឺវាខុសច្បាប់មែនតើបើសិនក្នុងករណីថាយើងប្រើលុយគេខុសគេអាចមានសិទ្ធិប្តឹងយើងបានក្នុងករណី rest fund នេះបើសិនក្នុងករណីថាគ្នាយើងទុកចិត្តគេពេកគ្នាយើងឲ្យលុយគេទាំងដុលទៅ trade ជួនកាលពេលខ្លះគេចង់ធ្វើស៊ីលុយយើងក៏បានដែរគេបន្លំ account demo ផ្សេងៗធ្វើ trade ដាច់ទៅបន្ទាប់មកគេយកលុយរបស់យើងនឹងយកទៅប្រើប្រាស់ផ្សេងដូចជាការទិញឡានទិញសម្ភារៈនិយមផ្សេងៗអញ្ចឹងកុំទុកចិត្តអាសារឿង rest fund ផ្សេងៗហ្នឹងគួរលក្ខណៈថាយើងសិក្សាស្វែងយល់ឲ្យ trade ខ្លួនឯងទៅបើសិនអ្នកខ្លះគាត់លក្ខណៈថាមានលុយច្រើនក៏ប៉ុន្តែគាត់ចង់ចាយពេលឬក៏អត់ចង់ trade ទេហើយគាត់ចង់ឲ្យគេ trade ឲ្យយល់ល្អគួរតែគិតពិចារណាឡើងវិញព្រោះដោយសារតែរឿងនេះគឺប៉ះពាល់ដល់យើងខ្លាំងមែនតើបើសិនក្នុងករណីថាយើងប៉ះបុគ្គលដែលខលខូចឬក៏ប៉ះអ្នកដែលគាត់ជន់ឆ្លៀកកាសហើយរឿងដែលយើងត្រូវរើស broker ក៏ដូចគ្នាដែរមិនមែនលក្ខណៈថាគ្នាយើងចេះតែ register broker តាមរយៈ Telegram bot អីផ្សេងៗអាហ្នឹងវាមិនជា broker ទេវាគឺជាការ scam បើសិនគ្នាយើងលក្ខណៈថាអានខ្លួនឯងមានលុយហើយយើងចេះតែដាក់លុយទៅ trade ឬក៏យើងឲ្យលុយគេទៅ trade អាហ្នឹងវាជារឿងមួយដែលខុសខ្លាំងមែនតើអ្នកខ្លះមានចំណេះដឹងតែអត់លុយអ្នកខ្លះមានលុយតែអត់មានចំណេះដឹងបើអ្នកតែគាត់មានជាមួយនឹងចំណេះដឹងតែគាត់ស្អីមានលុយគាត់អាចលក្ខណៈថា trade តិចគាត់អាច scale up account របស់គាត់ហ្នឹងពី1រៀលឡើងទៅ10រៀលពី10រៀលឡើងទៅ20រៀល20រៀលឡើងទៅ100ដុល្លារអញ្ចឹងទៅគាត់អាចធ្វើចឹងបាននេះជារឿងរបស់ខ្ញុំផ្ទាល់ដោយសារតែការចំណូលខ្ញុំចាប់ដើម site trade គឺខ្ញុំអត់សូវមានលុយប៉ុន្តែគឺខ្ញុំចេះ scale up account ខ្ញុំចេះ build វាពីលុយទូចទៅជាលុយធំយ៉ាងហែមិនមែនឲ្យតែគ្នាយើងមានលុយច្រើនគឺ trade ទៅចំណេញកាន់តែច្រើននេះក៏អត់ទេអ្នកខ្លះមានលុយធំតែ10រៀលប៉ុន្តែអាច build លុយហ្នឹងឡើងទៅ500ដុល្លារ1000ដុល្លារអីបាននិយាយទៅស៊ីផុយមកបើសិនក្នុងការថាយើងមានជាមួយនឹងចំណេះដឹងច្បាស់លាស់ប៉ុន្តែវាអត់ងាយស្រួលយ៉ាងគ្នាអត់សតខ្ញុំ6ឆ្នាំហើយប៉ុន្តែខ្ញុំហ៊ាននិយាយបានថា site trade គឺមិនមែនសម្រាប់ beginner ហើយក៏មិនមែនសម្រាប់អ្នកដែលគាត់តែមកចាប់ផ្ដើមដែរគួរតែសិក្សាស្វែងយល់ពីបានច្រើនសិនព្រោះថាមួយឆ្នាំ2ឆ្នាំដំបូងគឺយកអត់ឃើញលុយចំណេញអីទេអញ្ចឹងអ្នកខ្លះគាត់គិតថាឲ្យតែមានលុយច្រើនចូលមកត្រូវទៅគឺចំណេញដល់ច្រើននៅផ្ទុះបងអីចឹងទៅថតអួតគ្នាលុយវាអត់លុយទេបើសិនក្នុងថ្ងៃថាគ្នាយើងខាត់គឺស្ងាត់ហើយតែបើសិនក្នុងថ្ងៃថាគ្នាយើងចំណេញនៅផុស story ពេញហ្នឹងហើយចុះវីដេអូនេះគឺគ្រាន់តែជាការដាស់តឿនទេហើយវីដេអូនេះគឺមានប៉ុណ្្នឹងហើយជួបគ្នានៅវីដេអូក្រោយទៀតបាយ